ចាជំរាបសួរបងប្អូនទាំងអស់គ្នាមានតែគេដែលឃើញពងមាន់ភ្លោះហេពងមាន់ដែលខ្ញុំបង្ហាញថ្ងៃនេះគឺអ្នកអាពងក្របធំនេះគឺពងមាន់ភ្លោះណាបងប្អូនអាក្របតូចនេះគឺពងមាន់យើងធម្មតាចង់ដឹងថាខាងក្នុងនោះវាមានលក្ខណៈខុសគ្នាយ៉ាងណាតោះទៅមើលទាំងអស់គ្នាណាបងប្អូនគេដំបូងខ្ញុំបង្ហាញពងមាន់យើងធម្មតាពងមាន់ធម្មតាគឺខាងក្នុងហ្នឹងពងក្រហមមានតែមួយណាបងប្អូនចំណែកឯពងមាន់ភ្លោះនេះចាំមើលខាងក្នុងមិនដែរណាបងប្អូនបងប្អូនឃើញទេពងមាន់ភ្លោះនេះខាងក្នុងវានេះអាពណ៌ក្រហមគឺវាមាន2គ្រាប់ខ្ញុំដាក់ចេះឲ្យស្រួលយល់នេះពងមាន់ធម្មតាគោះមកគឺអញ្ចឹងអានេះគឺពងមាន់ភ្លោះខាងក្នុងវាគោះមកគឺអញ្ចឹងណាបងប្អូនសម្រាប់ពងមាន់យើងធម្មតាអាក្រហមខាងក្នុងរបស់វានឹងរាងក្រហមជាងពងមាន់ភ្លោះណាបងប្អូននេះវាខុសគ្នាហើយសម្រាប់រសជាតិវិញពងមាន់ភ្លោះវាមានលក្ខណៈ creamy វាមានជាតិជាងដោយសារតែវាមានពណ៌ក្រហម2គ្រាប់ណាបងប្អូនបងប្អូនយើងមានគេដែលធ្លាប់ឃើញពងមាន់ភ្លោះអញ្ចឹងទេជួយ comment ម្នាក់មួយមកណា